sang dari ui nhưng yu ni jay mà đón preng sangឡើងថ្លៃមានប្រិយមិត្តគាត់បានផ្ញើសារមកហើយគំនូគុំកៅមនុស្សបានសួរនៅសំណួរថាតើប្រេងសាំងនៅបារាំងថ្លៃដូចប្រេងសាំងនៅខ្មែរដែរឬទេស្រីនាងនេះគឺជាសំណួរដែលខ្ញុំធ្លាប់និយាយម្ដងឬពីរដងមកហើយប៉ុន្តែហេតុអ្វីបានជាខ្ញុំត្រូវលើកយកវាមកនិយាយម្ដងទៀតពីព្រោះវាសង្គមឈុំបានប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាជននិងជាអ្វីដែលយើងគួរតែយកមកនិយាយដែរសវណ្ណខ្មែរចម្លើយសាំងនៅបារាំងក៏ថ្លៃដែរទី1ទី2វណ្ណាបេសាំងនៅលើពិភពលោកថ្លៃដូចគ្នានេះបែបបុព្វហេតុនាំឲ្យសាំងឡើងថ្លៃដោយសារសង្គ្រាមនៅអ៊ីរ៉ាក់នៅអ៊ីរ៉ង់លេងពេញសោណាប៉ុន្តែតែមានពាក្យប៉ុន្តែមានន័យថាការឡើងថ្លៃរបស់សាំងគឺវាមិនមែនគំហុកខ្មែរយើងហៅថាគំហុកសំវិបុលមែនឬក៏វាខ្ពស់ហួសហេតុពេកឡើយមានន័យថាប្រទេសដែលមានលទ្ធភាពគឺគេទប់ទល់បានកុំឲ្យកម្រិតនៃការហក់ឡើងរបស់សាំងក្នុងអំឡុងវិបត្តិសង្គ្រាមនេះវាលឿនពេកវាខ្ពស់ពេកធូតែប៉ុណ្ណឹងប៉ុន្តែបងប្អូនគាត់លើកអំពីសហគមន៍ស្ថានភាពនៅក្នុងប្រទេសកម្ពុជាអ្វីដែលខ្ញុំអាចនិយាយបានគឺជាទូទៅគឺអញ្ចឹងឯងណាប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយសង្កត់ធ្ងន់ឲ្យលំអិតយើងអាចសួរថាចុះការឡើងថ្លៃប្រាជ្ញបញ្ញានិងប្រទេសកម្ពុជាហើយនិងប្រទេសអឺរ៉ុបនិងប្រទេសដទៃទៀតវាឡើងដូចគ្នាមែនប៉ុន្តែវាខុសគ្នាត្រង់ណាខុសគ្នាត្រង់កម្រិតជីវភាពប្រជាជននិងការកេងប្រវ័ញ្ចពេជ្រកម្រិតជីវភាពប្រជាជននិងការកេងប្រវ័ញ្ចមានន័យថាបើប្រៀបធៀបទៅនឹងកម្រិតជីវភាពប្រជាជនគឺសាំងនៅក្នុងប្រទេសកម្ពុជាវាថ្លៃជាងគេវាឡើងដូចគេដែរគ្រាន់តែវាឡើងជាងគេតែប៉ុណ្ណាខុសគ្នាតែណាឡើងជាងគេណាធ្លាប់ឃើញកាលពីមុនគណៈបកប្រជាជនគេច្រើននិយាយថាសុងចម្រើនអូសាំងនៅអាមេរិកសាំងនៅបារាំងថ្លៃជាងខ្មែរទៅទៀត1លីត្រ2-3ដុល្លារណា1លីត្រ1ដុល្លារកន្លះឬ2ដុល្លារសាំងនៅស្រុកខ្មែរ1លីត្រតែ1ដុល្លារអសោះនៅបារាំងឯនោះ1លីត្រ1ដុល្លារកន្លះសុកសែនហេតុអីក៏គេមិនថាឡើងអីតែស្រុកខ្មែរប៉ុន្តែបងប្អូនប្រៀបធៀបជីវភាពប្រជាជនប្រាក់ចំណូលខ្មែរគេគិតជាមធ្យមវ៉ាន់លីដាគេគិតជាមធ្យមចង់និយាយថាប្រាក់ខែគោលជាទូទៅគេអត់គិតទៅលើពួកអុកញ៉ាគេមិនយកអ្នកមានអុកញ៉ាមហាសេដ្ឋីចាយលុយដូចបាច់กระដាស់ណាយកមាសក្រាលធ្វើផ្លូវនេះគេអត់យកមកប្រៀបធៀបគេនិយាយអំពីស្តង់ដារពួកសុភាពប្រជាជនទូទៅគឺប្រាក់ខែគោលខ្មែរ170ទៅ200ណាបើគិតជាលុយរៀលវិញគឺចន្លោះពី1លាន6សែនទៅ2លានចន្លោះហ្នឹងប្រាក់ខែគេមើលទៅលើគ្រូបង្រៀនមន្ត្រីរាជការពិនកន្លងណាអញ្ចឹងបងប្អូនបើយើងនិយាយជាដុល្លារទៅគឺយើងថាឧទាហរណ៍យើងជាគោលអាចគេយកអាប្រាក់ខែគោលចង់និយាយថា SMIC ភាសាបារាំងគឺគេហៅថាប្រាក់ខែទីបំផុតនៅប្រទេសកម្ពុជាយើងថា100ចុះយើងក៏ថា160ប៉ុន្តែបើសាំង2ដុល្លារដូចជាមួយស៊ុតឥឡូវគេថាឡើងជាង8000ជិត10000ណារ៉ាមេតាសាំងវា2ដុល្លារឈឹមសុផា
បងប្អូនចឹងមានន័យថា10 លីត្រប្រមាណ10 លីត្រវា$20មែនទេអញ្ចឹងយើងបើកប្រាក់ខែមកយើងទិញសាំងបានប្រហែល50 លីត្រហ្នឹងជាង50 លីត្របាន100 លីត្រហ្នឹងឡើងពលីនប៉ុន្តែបើឧទាហរណ៍ថានៅបារាំងនៅអាមេរិកប្រាក់ខែគោលគេសគុណគីមប្រាក់ខែគោលយើងគិតជាម៉ោងអីផ្សេងទៀតចុះយើងថា1500គឺថាវាអាចលើសនៅ1500ហើយសាំង1លីត្រ$2ណាអញ្ចឹងបងប្អូនយកមើលទៅវាមានតម្លៃខុសគ្នាយ៉ាងដូចម្ដេចយុសវណ្ណអញ្ចឹងបើកាលណាគេយកអានឹងមកប្រៀបធៀបគឺជាការបោកបញ្ឆោតគឺជាគេហៅថាប្រជាពិធដ្ឋណាប្រជាពិធដ្ឋបន្លងចងអញ្ចឹងបើនៅស្រុកខ្មែរយើង1លីត្រ$2ហើយស្រុកអាមេរិកគេអត់គិតលីត្រទេស្រុកអាមេរិកគេគិតបារ៉ែលមិនដឹងជាបារ៉ែលហ្នឹងវាស្មើប្រហែលលីត្រទេណាគីមអានណាអានឹងមានន័យថាខ្មែរវាថ្លៃជាងណាដូចយើងមានលុយ10 រៀលយើងមានលុយ$10បាយមួយចាន$1ហើយនឹងអ្នកមានលុយ$100បាយមួយចាន$2អានឹងមួយណាថ្លៃជាងបើប៉ុណ្ណាបើគិតជាសមាមាត្រយើងនិយាយសមាមាត្រភោគកំសោតបើខ្ញុំមានប្រាក់ខែ$10ខ្ញុំទិញបាយមួយចាន$1នឹងណាដូចជាគៀបកំពតស្កាយគាត់មានប្រាក់ខែ$100ហើយគាត់ទិញបាយមួយចាន$2បើយើងមើលទៅលើចំនួនគឺអាមួយចាន$2ថ្លៃជាងកូឡាប់សប៉ុន្តែបើយើងនិយាយទៅលើសមាមាត្រគឺអា$1ថ្លៃជាងសមាមាត្រមានន័យថាអ្នកឯងប្រាក់ខែ10 រៀល$10ទិញបានបាយមួយចាន$1ហើយចំណែកគេ100គឺគេទិញបាយមួយចាន$2អញ្ចឹងគេថោកជាងចុះតើតែប្រមាណមិនស្មើគ្នាបើថាខ្ញុំស្មើគ្នាតើតែអញ្ចេះកែវច័ន្ទបុរាណខ្ញុំមានប្រាក់ខែ$10ខ្ញុំទិញបាយ$1មួយចានណាមនិកាហើយអ្នកដែលមានប្រាក់ខែ$100ទិញបាយមួយចាន$10អាហ្នឹងស្មើគ្នាគឺតុល្យភាពឯងស្មើគ្នាហើយនៅក្នុងប្រទេសកម្ពុជាបងកុំច្រឡំណាខ្ញុំឥឡូវយើងចែករំលែកវប្បធម៌ទូទៅចំណេះដឹងទូទៅបន្តិចចុះអ្នកក្រស្រុកជើងព្រៃគេសួរក្នុងមិត្តភ័ក្តិបារាំងដែលគាត់រៀនជាមួយខ្ញុំដែលគាត់ចុះស្តារការងារអីជាមួយខ្ញុំនឹងគាត់ច្រើនតែសួរហើយខ្ញុំនៅតែឆ្លើយដដែលទៅគឺស្ថានភាពនៅក្នុងប្រទេសកម្ពុជាបើសម្រាប់នយោបាយគឺជាឋាននរកបើសម្រាប់ឋានសួគ៌គឺជាបើសម្រាប់ទេសចរគឺជាឋានសួគ៌ប្រទេសកម្ពុជាស្អាតណាស់ខ្ញុំមិនដែលទៅបន្ទូចប្រអាក់លើកបំបាក់ទឹកចិត្តជនបរទេសឬក៏មិត្តបារាំងហ្នឹងខ្ញុំមានទឿនខ្ញុំថាអីទៅខ្ញុំចង់ឲ្យពួកគេទៅលេងប្រទេសកម្ពុជាចឹងទៅវិញមែនទេខ្ញុំអត់ទេអន្តនុមេខ្ញុំអត់ថាអូប្រទេសខ្មែរហ្នឹងតែឯងចូលទៅមានគេប្លន់មានអីអាហ្នឹងខ្ញុំវាអត់និយាយថាចឹងទេប៉ុន្តែខ្ញុំបែងចែកច្បាស់ថាបើនយោបាយនៅក្នុងប្រទេសកម្ពុជាខ្ញុំប្រៀបធៀបទៅនឹងប្រទេសភូមាឬក៏ប្រទេសកូរ៉េខាងជើងខ្ញុំថាចឹងប៉ុន្តែបើអ្នកឯងទៅទេសចរដើរផឹកស៊ីជ្រៀងរំណាប្រទេសកម្ពុជាជាឋានសួគ៌សប្បាយជាងថៃទៅទៀតមានអ្នកខ្លះជឿខ្ញុំទៅហ្មងណាមានអ្នកខ្លះជឿខ្ញុំទៅមែននេះព្រោះធម្មតានៅស្រុកនេះគេមានច្បាប់វិសមកាលមានន័យថាអ្នកដែលធ្វើការនៅមួយឆ្នាំគេមានសិទ្ធិឈប់សម្រាក5 សប្តាហ៍ជាង5 សប្តាហ៍ហ្នឹងគេវិសមកាលគេទៅគេមួយសប្តាហ៍អញ្ចឹងទៅអញ្ចឹងគេសួរនាំទៀតប៉ុន្តែមួយទៀតបងប្អូនចង់តេះចំណេះដឹងកូនសិស្សសូនតារាបន្តិចកំណត់សុខកានីហ៊ូជាទូទៅណាមិនថាជនបរទេសទេពេលដែលមានគម្រោងចាប់អារម្មណ៍ផែនការទៅលេងប្រទេសមួយគេសួរអីសំខាន់ជាងគេអាហ្នឹងខ្ញុំចាប់ផ្ដើមនិយាយចែករំលែកទូទៅបន្តិចមុននឹងឈានចូលទៅដល់ប្រធានបទទី1ទី2ទី3ព្រោះគ្រឿងខ្លែងនេះមានតែមួយទេមនុស្សចិត្តព្រះនេះចៅសាយក្មេងកំព្រាវត្តហ៊ីឌូអត់តាន់ហ្នឹងកុំអានមើលសិនណាស៊ុយសៃហាបងប្អូនយកអាហ្នឹងមកដាក់ក្នុងខ្លួនយើងណាបើសិនជាយើងមានផែនការចង់ទៅលេងប្រទេសណាឬអ្វីដែលយើងគិតមិនខុសពីអ្វីដែលមនុស្សទូទៅគិតតែព្រោះជាច្បាប់តែមួយច្បាប់ចិត្តសាស្ត្រតែមួយទេCindy ខ្មែរ safety ដាលីអុយសន្តិសុខអានឹង50 បន្ទុកគេត្រូវតែគិតបើកាលណាយើងឲ្យទៅមានន័យថា
គេដឹងថានឹងវាសវត្ថភាពបានទៅ Digo សម័យនិមលnó អត់តន់ដឹង security អត់តន់ត្រូវវាហ្នឹងនោះបើយើងចង់ទៅឥឡូវយើងចង់ទៅសិង្ហបុរីយើងមិនដឹងថាសិង្ហបុរីនឹងអត់សវត្ថភាពយើងដឹងថាសិង្ហបុរីសវត្ថភាពហើយវប្បធម៌រស់នៅអាហ្នឹងបាន20ពិន្ទុមែនទេបៃលិន50ពិន្ទុធីដាធីចេកលីដូចចូលចម្លើយខ្លះរ៉ាមីតាអ៊ុំ100ពិន្ទុណារ៉ាមីតាអ៊ុំបានជើងខ្លាំងសិស្សឆ្លាតណាចូលរៀនអត់ដែលខានទេចូលរៀនហៅគេហៅឯងមកហើយឥឡូវបងប្អូនយកអានឹងមកដាក់ក្នុងខ្លួនកុំសម័យឥឡូវបងប្អូនចង់ទៅសិង្ហបុរីបងប្អូនមានទេបងប្អូនមានទេអត់សន្តិសុខមែនទេគុំធឿន100ពិន្ទុបាទមិនចាប់ដើមដល់លីអ៊ុយ100ពិន្ទុយកអានឹងមកដាក់ក្នុងខ្លួនយើងមានពេលខ្លះចម្លើយឯណាសៀងផ្អាប់100ពិន្ទុមានពេលខ្លះចម្លើយវាកើតចេញពីយើងហ្នឹងយើងយកអាហ្នឹងយើងកុំពេលណាដែលបងប្អូនស្ដាប់សូនតារាបងប្អូនត្រូវគិតលើវិទ្យាសាស្ត្រលើការពិតឲ្យបានច្រើនជាងរវើរវាយមែនទេតារាសវណ្ណតារាបងប្អូនចង់ទៅសិង្ហបុរីសន្តិសុខសុវត្ថិភាពបងប្អូនមិនដឹងសិង្ហបុរីសន្តិសុខសុវត្ថិភាពមែនទេបើអត់បងប្អូនលែងនិយាយហើយអាហ្នឹងនោះមែនទេស៊ុយសែមសុភ័ក្រសុខបរិស្ថានទីបំផុតសេរីភាពអានេះគឺជារឿងតាមក្រោយទេណាមនុស្សមុននឹងធ្វើផែនការទេសចរសិនឌីខ្មែរទៅណាគឺគេនិយាយអំពីតម្លៃទីអត់ចេះធ្វើផែនការធ្វើដំណើរសូម្បីតែបងប្អូនដើរទៅលេងស្រុកអាមេរិកក៏ដោយគឺនិយាយពីតម្លៃនេះគឺអីតម្លៃរស់នៅមែននេះសម្បត្តិជនហោះគេអត់សួរទេគេដឹងថាសម្បត្តិជនហោះគេអាចទិញហើយគេដឹងថាតើស្រុកហ្នឹងវាថ្លៃឬក៏វាថោកតម្លៃម្ហូបអាហារតម្លៃសន្តាគារតម្លៃតាក់ស៊ីមែនទេមានអត់ប៉ុន្តែបងប្អូនខ្ញុំនិយាយរឿងចម្លែកមួយរឿងហ្នឹងតែងតែពិតមកយួនរាល់អ្នកទេសចរបារាំងដែលខ្ញុំជួបឲ្យតែទៅស្រុកយួនមកវិញគឺនិយាយដើមប៉ុន្តែឲ្យតែអ្នកទៅស្រុកខ្មែរមកវិញគឺទៅសើខ្មែរមកប៉ុន្តែអត់និយាយរឿងនយោបាយទេបើនិយាយរឿងនយោបាយគឺចងកងាប់ខ្ញុំនិយាយថាអត់នយោបាយទៅសើជនជាតិខ្មែរបងប្អូនខ្ញុំជួបខ្ញុំអត់សានិយាយច្រើនដងអ្នកទេសចរបារាំងដែលខ្ញុំជួបភាគច្រើនមិនទាំងអស់និយាយថាភាគច្រើនទៅស្រុកយួនណាដឹងតែថាយួននឹងលួចបងប្អូនណានៅអាមេរិកដល់ជួបអាមេរិកមើលទៅស្រុកយួនណាទោះជាគេមិនហ៊ានថាផ្ទាល់គេស៊ើបយើងសិនបើយើងរៀងអល់ឯកគេប្រាប់ឲ្យយើងប្រយ័ត្នមានពេលខ្លះគេអត់និយាយពាក្យចំថាយួនលួចទេគេប្រាប់ឲ្យយើងប្រយ័ត្នកាបោកលុយណែអត់សូវស្គាល់លុយណែឯងកុំដាក់លុយតាមខ្លួនច្រើនណែឯងប្រយ័ត្នទូរស័ព្ទប្រយ័ត្នអីប៉ុន្តែបើអ្នកថាទៅស្រុកខ្មែរគេណែនិយាយចឹងណាគេថាប្រជាជនរស់រាយរាក់ទាក់ក្តៅអត់ចាំបាច់ពាក់អាវពាក់អីចេះច្រើនទេទៅកន្លែងណាក៏អីប៉ុន្តែបងប្អូនខ្ញុំនិយាយនឹងជាការពិតមួយសិនឌីខ្មែរជាការពិតណាគ្រប់ជនបរមិនថាគ្រប់ឯស្ទើរតែភាគច្រើនជនបរទេសបារាំងពួកខ្ញុំអត់ធ្វើការខ្ញុំរៀនច្រើនសាលាណាទៅរៀនហ្នឹងមិនមែនលក្ខណៈរៀនអក្សរទេរតនច័ន្ទគឺរៀនចុះកម្មសិក្សាពុះធម្មតារដ្ឋគេតម្រូវឲ្យយើងធ្វើសកម្មភាពមិនឲ្យនៅផ្ទះចឹងទៅឲ្យទៅនេះមួយអាទិត្យមួយខែយើងជួបមនុស្សប្លែកហើយធម្មតានៅស្រុកនេះគេមានច្បាប់វិសមកាលហ្នឹងគឺគេអញ្ចឹងហើយដល់ពេលអញ្ចឹងទៅគឺគេតែងឲ្យតែអ្នកណាដែលទៅស្រុកយួនគឺគេតែងតែឲ្យយើងប្រយ័ត្នរឿងលុយហ្នឹងហ្មងហើយស្រុកយួនគឺកំពូលលួចហ្មងកំពូលលួចអានេះខ្ញុំនិយាយមកហើយបើអ្នកណាដែលទៅស្រុកខ្មែរត្រឡប់មកវិញគេទៅសើយើងនិយាយថាចេះឬមួយក៏គេថាឃើញខ្ញុំជាខ្មែរគេមិនហ៊ានថាអីមិនដឹងប៉ុន្តែខ្ញុំមិនថាទេសំបីក្នុង YouTube ក៏ដោយក្នុង YouTube អ្នកទៅស្រុកយួនក៏ប្រតិកម្មខុសពីអ្នកទៅស្រុកខ្មែរដែរតែបារាំងពីរទៅស្រុកយួនហើយទៅស្រុកខ្មែរមិនទេប្រតិកម្មមកដូចគ្នាទេលីវបូរីណាមិនថាអានឹងបានយើងជឿជាក់ថាអូមែនអានឹងនិយាយដោយសារសូនតារាមជាខ្មែរមែនទេនៅស្រុកខ្មែរយើងណាបងប្អូនបើនិយាយអំពីទេសចរគឺអស្ចារ្យណាប្រជាជនវប្បធម៌របស់យើងគឺអស្ចារ្យណាប៉ុន្តែបើនិយាយពីនយោបាយឋាននរកយើងត្រូវបែងចែកឲ្យនៅច្បាស់និយាយឲ្យយុត្តិធម៌មួយទៀតនិយាយពីតម្លៃបងប្អូនមានគេសួរខ្ញុំពីតម្លៃណាខ្ញុំច្រើននិយាយជាភាសាអង់គ្លេស it depends on ណាភាសាអង់គ្លេសថា it depends on អាហ្នឹងបើភាសាបារាំងគេនិយាយថាça dépend ដល់នេះគេសុំបញ្យល់ណាខ្មែរយើងថាវាអាស្រ័យទៅលើទីកន្លែងណាប្រាំងថាça dépend ហ្នឹងគឺថាវាអាស្រ័យទៅលើទីកន្លែង it depends on ណាវាអាស្រ័យទៅលើទីកន្លែងអញ្ចឹងបងប្អូននៅប្រទេសកម្ពុជា
បើនិយាយអំពីជីវភាពរស់នៅទូទៅផ្សារណាគឺជីវភាពវាសមាមាត្រក្រៅតម្លៃវាសមាមាត្រជាមួយនឹងប្រជាជនប៉ុន្តែបើនិយាយអំពីតំបន់ទេសចរតម្លៃនៅប្រទេសកម្ពុជាថ្លៃជាងនៅម៉ាឡេស៊ីថ្លៃជាងនៅថៃថ្លៃជាងនៅបារាំងថ្លៃជាងនៅអាមេរិកបងស្ដាប់សូនតារានិយាយបែបភ្ញាក់ផ្អើលបងប្អូនសាកទៅតំបន់ទេសចរនៅស្រុកខ្មែរគេគិតជាដុល្លារបងប្អូនមានដឹងទេមានដឹងបាយមានដឹងថាកាទៀវមួយចានប្រហែលនេះកាទៀវមួយចានស្រុកខ្មែរកាទៀវទៅស្រុកខ្មែរកាទៀវមួយចានលេងតែ6 7ដុល្លារមែនទេខ្លះមាន10ដុល្លារនៅអាមេរិកកាទៀវមួយចានយើងថា15ដុល្លារទៅ20ដុល្លារដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងបើបងប្អូនមានប្រាក់ខែ10ដុល្លារបងប្អូនទិញបាយមួយចាន1ដុល្លារហើយនឹងមានប្រាក់ខែ100ដុល្លារទិញបាយមួយចាន2ដុល្លារក៏នៅតែ1ដុល្លារថ្លៃជាងដែរព្រោះវាសមាមាត្រប្រាក់ចំណូលវាអត់ដូចគ្នាណាបងប្អូនទៅស្រុកខ្មែរណាមានលុយ10000 20000ណាអាលាយបាត់ណាអ្នកដែលទៅពីស្រុកអាមេរិកទៅស្រុកបារាំងអីហ្នឹងដើរប្រហែលចេះតែគេនាំចូលគេស្មានថាអូអ្នកហ្នឹងមកពីអាមេរិកអាហ្នឹងពីបារាំងទៅអាកន្លែងថ្លៃស្រុកខ្មែរថ្លៃជាងអាមេរិកណាបងប្អូនណាជាពិសេសទៅអាកន្លែងកាប់គេថាពីអាចារ្យបារាំងឯងដូចគៀនស្វាយនៅកែបនៅកពតអីខ្លះទៅអាកន្លែងកាប់ហ្នឹងលេងងាប់ចងកបងប្អូនបើមិនជឿសូនតារាទេតើតែយើងមើលសមាមាត្របានបងប្អូនដឹងថាបើយើងនិយាយពីស្តង់ដារទូទៅគឺតម្លៃវាសមាមាត្រនឹងប្រជាជននៅដូចទីផ្សារនៅស្រុកស្រែជនបទប៉ុន្តែបើសិនជាមនុស្សនឹងចូលហាងទៅដូចទៅតំបន់រីសតគិរីរំអីតំបន់រីសតនៅបូកូអីកាហ្វេមួយកែវបងប្អូនថ្លៃជាងស្រុកបារាំងឬកាហ្វេមួយកែវ3ដុល្លារស្រុកបារាំងអត់ដែលមានកាហ្វេមួយកែវ3ដុល្លារទេកាហ្វេស្រុកបារាំងក៏មិនដែលទេបើកាហ្វេនៅកន្លែងរៀនកន្លែងធ្វើការមួយកែវប្រហែលជាស្មើ1500លុយខ្មែរទេអានឹងគេដាក់លុយឲ្យចុចមិនទេស្មើប្រហែល1500លុយខ្មែរទេបងប្អូនមានដឹងទេនៅស្រុកខ្មែរយើងណាកាហ្វេដែលថានៅគិរីរំនៅអីហ្នឹងមួយកែវ3ទៅ4ដុល្លារមាន5ដុល្លារក៏មានអាហ្នឹងថ្លៃណាស់បងប្អូនអញ្ចឹងដល់ទៅពេលអញ្ចឹងបងប្អូនខ្ញុំឲ្យអ្វីនេះជាដូចជាយោបល់មួយសម្រាប់នៃច័ន្ទធីវសម្រាប់រដ្ឋាភិបាលដើម្បីមើលអានេះឆ្លុះបញ្ចាំងដែរហើយជាការពិតបើថាសូនតារានេះមិនពិតឲ្យថាខ្ញុំខំកាលណាខ្ញុំនិយាយគឺពិតហើយឆ្លុះបញ្ចាំងបងប្អូនមានដែលឃើញពួកទេសចរវាទៅគិរីរំទេបងប្អូនមានដែលឃើញពួកទេសចរវាទៅកែបទេពួកបរទេសកម្រឃើញតែខ្មែរយើងទេទៅហឹកហាក់ណាវាមានប្រៀបធៀបទេសចរវាច្រើនទៅសៀមរាបវាទៅតំបន់ក្រីក្រស្រុកស្រែជនបទវប្បធម៌ប្រពៃណីណាដល់ទៅអាកន្លែងគេតុបតែងហ្នឹងភាគច្រើនតែខ្មែរបងប្អូនមិនជឿស្អែកសាកបើកឡានទៅគិរីរំអាកន្លែងរមណីយដ្ឋានហ្នឹងណាបើមិនសិតតែខ្មែរ90%ខ្មែរហេតុអីបរទេសវាវិនិច្ឆ័យណាវាទៅម្ដងមកទៅស្រុកវាប្រាក់ខែប៉ុណ្ណឹងធម្មតាគេដើរលេងគេមានផែនការរបស់គេថាវិការបើណាបើវាទិញកាហ្វេមួយកែវថ្លៃជាងនៅស្រុកអាមេរិកកាហ្វេមួយកែវថ្លៃជាងនៅហ្វាំងឡង់កាហ្វេមួយកែវថ្លៃជាងនៅស្រុកបារាំងអាហ្នឹងគេអត់ទៅទេគេមកស្រុកវិញគេនិយាយប្រាប់គ្នាតថាកន្លែងណាគួរទៅកន្លែងណាមិនទៅប៉ុន្តែបើសិនជាកន្លែងហ្នឹងវាលក្ខណៈមហាជនចង់និយាយថាអត់មានទៅជាកន្លែងឯកជនរីសតដាក់លបងយកលុយទៅធ្វើហាងដើម្បីចាប់ជំរិតមនុស្សទេអានឹងអត់ទេភាគច្រើនតែខ្មែរទេបងយើងត្រូវសួរថាហេតុអីបានជាតំបន់សំខាន់ម្លឹងខុសពីនៅថៃណាហេតុអីបានជាតំបន់សំខាន់បែរសិតតែជាខ្មែរទៅប៉ុន្តែតំបន់អត់សូវសំខាន់បែរសិតតែជនបរទេសទៅវិញបងប្អូនមានដឹងអីទេចម្លើយចុងក្រោយគឺតម្លៃប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតអ៊ីតម៉ានីទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិត